អូនមានឈ្មោះដែរអូនបាទហើយបងខ្ញុំឈ្មោះរទ្ធីជាគ្រូបង្វឹកកីឡាវាយសីឈ្មោះពេញឈ្មោះខ្ញុំបាទឈ្មោះពេសវណ្ណរីរទ្ធីជាគ្រូបង្វឹកកីឡាករថ្នាក់ពេសវណ្ណរីរទ្ធីបាទសម្រាប់ការចាក់ចេញទៅប្រទេសបារាំងនេះតើសហព័ន្ធវាយសីយើងបញ្ជូនកីឡាការីប្រមាណអ្នកដែរអូបាទបងសម្រាប់ការប្រកួតនៅប្រទេសបារាំងលើកនេះសហព័ន្ធវាយសីបានជូនតាវលិកចំនួន4រូបក្នុងនោះមានកីឡាករ2រូបនិងកីឡាការី2រូបហើយមានឈ្មោះដែរខ្លះអូនកីឡាករមានឈ្មោះរតនាវិរៈស័ក្តិអៀវីលៀមនិងកីឡាការីមានឈ្មោះម៉ាលីតាជូលីនិងលឿងម៉ាលីណែតបាទហើយពួកគាត់ត្រូវទៅចូលរួមការប្រកួតនៅប្រទេសបារាំងនេះគាត់ប្រកួតលើវិញ្ញាសាខ្លះគាត់ប្រកួតនៅវិញ្ញាសា Man Single គឺ Man Single និង Mixed Double បាទហើយសម្រាប់អូនដែលជាគ្រូបង្វឹកនេះថាតើសម្រាប់ការចូលរួមប្រកួតនេះមានការរំពឹងទុកបែបណាដែរសម្រាប់ចំពោះកូនក្រុមរបស់ខ្លួនបាទសម្រាប់ការប្រកួតនេះខ្ញុំគង់ថាគាត់ធ្វើបានល្អដោយសារថាពួកយើងបានប្រកាសត្រៀមយូរដែរតាំងពីដើមឆ្នាំមកអញ្ចឹងពេលដល់ទៅយើងស៊ីសងលើចាក់ឆ្នោតទៅបោះល្អយើងវិញបានល្អហើយសម្រាប់ការចូលរួមលើកនេះគឺជាលើកដំបូងសម្រាប់វាសីសម្រាប់យុវជនឬក៏យ៉ាងម៉េចដែរបងសម្រាប់ការប្រកួតនេះមិនជាលើកដំបូងទេដោយសារគាត់ទៅពេញប្រកួតនៅឡាវនៅវៀតណាមទៅហើយអត់ទេសម្រាប់ការប្រកួតអន្តរជាតិធំកម្រិតយុវជនអាស៊ីនេះជាលើកទី1សម្រាប់កម្ពុជាសីកម្ពុជាឬយ៉ាងម៉េចដែរបាទបើសម្រាប់ពីប្រកួតធំទេលើកទី1របស់គាត់បាទលើកទី1เนาะបាទហើយការវឹកហាត់របស់គាត់អីយើងត្រូវសិលិចតាមរយៈណាដែរសម្រាប់ការហ្វឹកហាត់ដែលមុននឹងយើងជ្រើសរើសប្រកួតត្រៀមដោយសារសហព័ន្ធគាត់មានការគួតប្រចាំឆ្នាំអញ្ចឹងគាត់បានចំណាត់ថ្នាក់ពេលប្រកួតថ្នាក់ជាតិហើយបានពួកយើងយកប្រកបមកតេស្តដើម្បីចូលប្រមូលផ្ដុំហ្វឹកហាត់បន្តទៀតបាទហើយសម្រាប់អូនជាគ្រូបង្វឹកតើមានការបដិញ្ញាចិត្តបែបណាដែរចំពោះការដឹកនាំកូនក្រុមទៅចូលរួមបេសកកម្មដ៏ធំលើកនេះបាទបងខ្ញុំជាគ្រូបង្វឹកខ្ញុំសង្ឃឹមថាដល់ពេលដែលគាត់ចូលរួមប្រកួតគាត់នឹងធ្វើបានល្អដូចពេលដែលគាត់អូខេអរគុណច្រើនអូនគុណអូការប្រកួតយើងចាប់ដើមពីថ្ងៃណាដែរសម្រាប់វិស័យចាប់ដើមប្រកួតថ្ងៃទី27ហើយកីឡាការីកីឡាករអីគាត់វាយគូនឹងឯកតេជននេះគាត់ត្រូវចាប់ដៃគូជាមួយអ្នកណាខ្លះក្រុមក្នុងក្រុមគាត់នេះបើវាសាមិចបលកីឡាករអ៊ីវីលៀមឆោជាមួយកីឡាករលឿងម៉ាលីណែតកីឡាកររតនាវិរៈស័ក្តិជាមួយនឹងកីឡាការីម៉ាតាជូលីបាទហើយចំពោះវិញ្ញាសាទាំងពីរនេះបើក្តីរំពឹងបងប្អូនធ្ងន់ជាងថាធ្ងន់ទៅលើវិញ្ញាសាដែរបើគាត់ពីនេះក៏ប្រហែលគ្នាវិញ្ញាសាណាក៏យើងសង្ឃឹមដែរយើងរំពឹងថាបើនិយាយទៅសម្រាប់ការប្រកួតនេះបើសិនជាយើងចាប់ឆ្នោតទៅមិនប៉ះទេធំយើងអាចមានសង្ឃឹមថាអាចឡើងដល់ទៅបាទតើនៅក្នុងព្រឹត្តិការណ៍ប្រកួតនេះក្តីបារម្ភរបស់យើងគឺចាន់គេថាវាមានប្រទេសច្រើនចូលរួមក្នុងតំបន់អាស៊ីតើប្រទេសណាខ្លះដែលអាចនឹងជាឧបសគ្គធំសម្រាប់កម្ពុជាយើងបាទសម្រាប់ប្រទេសដែលជាឧបសគ្គធំមានចិនមានឥណ្ឌូមានអីច្រើនបាទចូលដល់អរគុណច្រើនអូនអរគុណ